បងខ្មែរយើងភ័យច្រើនស្គាល់តែប្រទូណាមតំបន់ដាត់ទិញយវ៉ាន់តែមិនសូវបានដើរនៅកន្លែងណាទេថ្ងៃនេះខ្ញុំនាំបងប្អូនទាំងអស់គ្នាមកលេងវត្តអរុណក្នុងទីក្រុងបាងកកប្រទេសថៃដែលជាតំបន់ដែលតាក់ទាញភ្ញៀវទេសចរមកលេងច្រើនតើអញ្ជើញទស្សនាទាំងអស់គ្នាពួកយើងចេញពីអូតែម្ដងប្រទូណាមហើយហៅតាក់ស៊ីជីប៉ុន្តែបើបងប្អូនអាចហៅទុកជាក៏បានដែរគ្រាន់តែបងប្អូនប្រាប់គេទៅថាយើងចង់ទៅវត្តអរុណគេនឹងដឹកយើងទៅហើយប៉ុន្តែបើបងប្អូនចង់ជិះតាក់ស៊ីដូចពួកខ្ញុំអាចប្រាប់តាក់ស៊ីថាយើងចង់ចុចគីឡូដើម្បីឲ្យពួកគាត់ហ្នឹងកុំឲ្យកាត់ថ្លៃយើងថ្លៃពេកណាអញ្ចឹងពីប្រទូណាមទៅដល់វត្តអរុណចំណាយប្រហែលជា160បាតឬក៏170បាតទេបងប្អូននៅពេលដែលបងប្អូនមកដល់ហើយកុំតន់ចូលក្នុងវត្តអីបងប្អូនអាចដើរសិនទៅឃើញមានគេលក់របស់របរជាច្រើនហើយនឹងជួលសម្លៀកបំពាក់បែបប្រពៃណីថៃណាចាអញ្ចឹងបើបងប្អូនចង់ជួលមួយឈុតតម្លៃ200បាតពេលដែលយើងចូលក្នុងវត្តបងប្អូនសម្ដៅទៅកន្លែងលក់សបត់សម្រាប់ភ្ញៀវបរទេសក្រៅពីជនជាតិថៃក្នុងម្នាក់200បាតពេលដែលយើងទិញសបត់រួចហើយបងប្អូនអាចដើរសម្ដៅចូលក្នុងវត្តបានហើយប៉ុន្តែបងប្អូននឹងជួបអ្នកយាមអញ្ចឹងគេនឹងពិនិត្យសបត់យើងហើយនឹងវាយត្រានៅលើដៃយើងសម្គាល់ថាយើងពិតជាបានទិញសបត់របស់គេមែនចាហើយនៅពេលដែលយើងចូលមកក្នុងបងប្អូននឹងឃើញភ្ញៀវជាច្រើនហើយពីច្រើនពួកគាត់ស្លៀកពាក់បែបបុរាណថៃចាស្រស់ស្អាតបែបម្យ៉ាងដោយសារតែវត្តអរុណមានចម្លាក់ក្បូរក្បាច់រចនាស្អាតអញ្ចឹងភាគច្រើនបរទេសគាត់ចូលចិត្តស្លៀកពាក់អញ្ចឹងទៅឲ្យវាថតទៅឃើញមានសោភ័ណភាពស្អាតអីចឹងណាបើយើងក្លែកទៅមើលវត្តអរុណវិញមានសន្តានទម្រង់បែបចាត់ដីនៃព្រះពុទ្ធសាសនាដែលមានតាំងពីសតវត្សទី17មកម្លេះប៉ុន្តែត្រូវបានសាងសង់ឡើងវិញនៅសតវត្សទី19វត្តអរុណឬប្រាសាទអរុណបានមកពីឈ្មោះនៃព្រះរបស់សាសនាហិណ្ឌូឈ្មោះថាអរុណាដែលបានកំណត់ថាជាពន្លឺរស្មីរបស់ព្រះអាទិត្យរះដែលមានពន្លឺចែងចាំងស្រស់ស្អាតនៅពេលដែលព្រះអាទិត្យរះនៅចំប្រាសាទអរុណម្ដងចំណែកឯទីធ្លាខាងក្នុងប្រាសាទវត្តអរុណវិញមិនសូវជាធំប៉ុន្មានទេចម្លាក់ក្បាច់បន្ថែមជាមួយនឹងការលាបពណ៌មានភាពស្រស់ស្អាតមែនទែនភ្ញៀវទេសចរច្រើនចម្រុះជាតិសាសន៍ទៅកន្លែងណារកប្លង់ថតកន្លែងណាក៏មានមនុស្សច្រើនដែរប៉ុន្តែយើងនៅតែរកថតស្អាតអញ្ចឹងបងប្អូនទាំងអស់គ្នាច្រើនភ្ញៀវទេសចរជាតិនិងអន្តរជាតិនៅពេលដែលពួកគាត់មកលេងនៅវត្តអរុណពួកគាត់និយមចូលចិត្តស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីថៃដោយវាស៊ីទៅជាមួយនឹងវត្តអរុណដែលមានក្បូរក្បាច់រចនាស្រស់ស្អាតផ្សំជាមួយនឹងសម្លៀកបំពាក់របស់ពួកគាត់ពេលស្លៀកទៅស្រស់ស្អាតលាយសម័យហើយនឹងបុរាណផងដែរចំណែកឯបរិវេណខាងក្រៅវិញយើងឃើញថាមានអ្នកលក់វត្ថុអនុស្សាវរីយ៍របស់ញ៉ាំកាហ្វេនិងមានកន្លែងអង្គុយសម្រាប់ភ្ញៀវទេសចរដែលពួកគាត់ដើរហត់អស់កម្លាំងអីចឹងទៅបើយើងដើរមកចង់បន្តិចនោះយើងនឹងឃើញថាមានទន្លេមួយដែលមានឈ្មោះថាទន្លេចៅប្រយ៉ាមានភ្ញៀវទេសចរគាត់ជិះមកលេងដែរហើយទេសភាពដែលយើងមើលពីលើទូកមកវត្តអរុណគឺពេលល្ងាចចំពេលដែលព្រះអាទិត្យលិចបានចែងចាំងពន្លឺមកវត្តអរុណហើយមានពន្លឺពណ៌មាសស្រស់ស្អាតមែនទែនសម្រាប់បងប្អូនដែលមកលេងទីក្រុងបាងកកប្រទេសថៃបងប្អូនអាចមកលេងនៅវត្តអរុណបានងាយស្រួលរកនិងងាយរកប្លង់ថតរូបបានស្អាតទៀតផងបើបងប្អូនមកលេងនៅពេលរសៀលវិញបងប្អូនអាចជិះទូកលេងលើទន្លេចៅប្រយ៉ាបងប្អូននឹងឃើញព្រះអាទិត្យរៀបលេចបានជះពន្លឺពណ៌មាសទៅលើប្រាសាទអរុណផងដែរអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាបាយបាយ